មេរៀនទី8គឺតាក់ទងទៅនឹងកន្សោមពេជ្រគណិតបាទអញ្ចឹងគឺចំណុចទី1គឺសញ្ញានៃកន្សោមពេជ្រគណិតតើកន្សោមពេជ្រគណិតជាអ្វីអញ្ចឹងគេថាគេមានកន្សោមលេខអីគេ3ដក4យ៉ាកន្សោមលេខគេ3ដក4គុណនឹង2បើគេប្រើអក្សរ x និង y ជំនួសលេខ2និងលេខ3រៀងគ្នាអញ្ចឹងថាពាក្យថារៀងគ្នាកន្លែងហ្នឹងបានន័យថា x ជំនួសលេខ2 y ជំនួសលេខ3បាទអញ្ចឹងអា3ទៅជា y អានេះទៅជា x បាទអញ្ចឹងដក 4x បាទនោះគេបានកន្សោមថ្មីដែលមានរាងគឺ y ដក 4x បាទហើយ y ដក 4x ហ្នឹងហៅថាកន្សោមពេជ្រគណិតដែលមានអត្ថេ x និង y បាទអញ្ចឹងយើងមើលទៅកន្សោមពេជ្រគណិតគឺនៅក្នុងហ្នឹងមានអត្ថេបាទហ្នឹងហើយអត្ថេទៅជាមួយអត្ថេ x y អត្ថេអីក៏បានដែរឲ្យតែជាអត្ថេហើយមានលេខចូលក្នុងហ្នឹងដែរអញ្ចឹងណាបាទអញ្ចឹងហៅថាកន្សោមពេជ្រគណិតហើយអត្ថេរបស់វាមានអីខ្លះអ្នកគ្នានៅក្នុងហ្នឹងគឺវាអត្ថេគេអ្នកគ្នាអាណាដែលយើងអត់ដឹងច្បាស់គឺនេះ x ហើយ y បាទយើងមិនដឹងទៅបែបគេហៅថាអត្ថេ2x 5m ឬក៏ x y ហ្នឹងមានន័យថា2គុណ 1x បាទបើយើងទៅសេគេបើយើងទៅសេ 2x អញ្ចឹងវាស្មើនឹង2គុណជាមួយនឹង x បាទហើយទៀត 5m វាស្មើនឹង5គុណជាមួយនឹង m បាទអញ្ចឹងគឺគេមិនបាច់សញ្ញាគុណកន្លែងហ្នឹងអញ្ចឹងណាបើ x y គឺមានន័យថា x គុណ y ហ្នឹងឯងបាទអញ្ចឹងយើងមកមើលឧទាហរណ៍មួយបើសិនមកគេមានកន្សោមពេជ្រគណិត 7x បាទហើយគេសួរតើនៅក្នុងកន្សោមពេជ្រគណិតហ្នឹងគឺវាមានប្រមាណតួហើយអត្ថេអីគេអញ្ចឹងនៅពេលណាវាគុណគ្នាអញ្ចឹងយើងចាត់ទុកវាជាមួយតួទេបាទអញ្ចឹងគឺមានតួមួយហើយអត្ថេគេអត្ថេគឺ x កន្លែងហ្នឹងបាទមួយហើយគឺ x ហ្នឹងឯងចុះឥឡូវបើ3លើ 2a បូកនឹង 5b បាទតើវាមានប្រមាណតួឃើញអាពីរហ្នឹងគឺនេះនៅពេលដែលតាក់ទងគ្នាដោយសញ្ញាបូកកន្លែងហ្នឹងអញ្ចឹងវាអត់អាចចាត់ទុកជាមួយតួបានទេអញ្ចឹងចាត់ទុកជាតួផ្សេងគ្នានេះគឺតួទី1នេះតួទី2អញ្ចឹងមាន2តួហើយអត្ថេវាគឺអត្ថេ ab បាទអញ្ចឹងនៅតែដូចគ្នាដែរគឺ 4n ការ៉េដក 7n បូក1បាទឃើញទេអញ្ចឹងអានេះចាត់ទុកវាជាមួយតួអានេះយកទាំងសញ្ញាមក2តួយកទាំងសញ្ញាមក3តួអញ្ចឹងមាន3តួហើយអត្ថេវាមានអត្ថេ n ទេបាទអញ្ចឹងនិយាយមកវិញកន្សោមពេជ្រគណិតគឺនៅក្នុងហ្នឹងមានលេខជាមួយនឹងអត្ថេបាទហើយអ្វីដែលសំខាន់គេអាចសួរយើងបានតើកន្សោមហ្នឹងមានប្រមាណតួអត្ថេណាខ្លះគឺយើងអាចមើលតាមឧទាហរណ៍នេះទី2ហ្នឹងគឺនិយាយពីកន្សោមនៅតម្លៃពេជ្រគណិតបាទឧទាហរណ៍ថាយើងមានកន្សោមពេជ្រគណិតដូចជា 2x 5m ឬមួយក៏ y ណាយើងមិនអាចគណនាតម្លៃវាបានទេបើមិនបើយើងមិនដឹងថាតើអត្ថេមួយហ្នឹងគេឲ្យមកតម្លៃប្រមាណអញ្ចឹងណាបាទឧទាហរណ៍ថាឥឡូវមាន 2x អញ្ចឹងចុះបើមិនបើគេឲ្យ x ស្មើ4មកយើងបានទេ2គុណ4គឺ8ហ្នឹងឯងបាទអញ្ចឹងគឺថាមិនបើគេចំនួនអត្ថេដោយតម្លៃលេខនោះគេអាចគណនាតម្លៃនៃកន្សោមពេជ្រគណិតនោះបានគឺដូចខ្ញុំនិយាយអញ្ចឹងបើចង់បានគណនាតម្លៃរបស់ 2x ហ្នឹងបើចង់ដឹងតម្លៃពិតប្រាកដប៉ុន្មានទោះថាយើងយក x មកស្មើប៉ុន្មានគេឲ្យមកប៉ុណ្្នឹងទៅបាទហ្នឹងអញ្ចឹងយើងមើលឧទាហរណ៍មួយគឺគណនាតម្លៃនៃកន្សោមពេជ្រគណិតមួយដែលគេឲ្យតាមរៀងនេះគឺ 3y បូក4បាទ 3y បូក4បាទមួយគេឲ្យ y ហ្នឹងគឺស្មើ2បាទអញ្ចឹងយើងគណនាទៅ 3y បូក4បាទអញ្ចឹង y ហ្នឹងទៅជា2អីវាទៅជា3គេ3គុណ1 2បាទចំណាំលេខទីដែរបើខ្ញុំសេ 3y អញ្ចឹងបានន័យថា3គុណ1y 3គុណ y ហ្នឹងហើយតែបើជាលេខយើងទៅដាក់សញ្ញាគុណអាចទៅសេថាដូចគ្នាដែរទៅ 3y នៅពេល y 2វាទៅជា3 2អញ្ចឹងគឺ32បាទអ្នកគ្នាវាអាចជា3គុណ2បានណាអញ្ចឹងគឺដោយសារតែ y គឺ2យើងដាក់2ចូលទៅគុណបូក4ស្មើប៉ុន្មានអានេះ6បូក4គឺ10ចុះបើក្នុងករណី y ស្មើដក5ធ្វើម៉េច 3y បូក4បាទអញ្ចឹង3គុណ1ដក5អញ្ចឹងនៅពេលដាក់សញ្ញាគុណមួយសញ្ញាដកយើងដាក់កញ្ចក់ចឹងមកបាទហ្នឹងហើយបូកនឹង4ដក15បូក4ស្មើប៉ុន្មានអ្នកគ្នាវាស្មើដក11អញ្ចឹងយើងឡើងវិញនៅពេលដែលចង់ដឹងតម្លៃពិតប្រាកដរបស់កន្សោមពេជ្រគណិតណាមួយយើងត្រូវដឹងថាតើអត្ថេហ្នឹងវាមានតម្លៃប៉ុន្មានបាទដូចឧទាហរណ៍របស់យើងអញ្ចឹងគឺគេឲ្យតម្លៃអត្ថេ y ហ្នឹងគឺស្មើ2ហើយ y របស់យើងគឺស្មើដក5អញ្ចឹងយើងជួសចូលទៅក្នុងហ្នឹងទៅច្បាស់ជាឃើញលេខហើយបាទហ្នឹងហើយគឺយើងទៅវិធីបូកដកកន្សោមពេជ្រគណិតបាទ3.1 ផលបូកនិងផលដកដែលមានតួដូចគ្នាបាទមេរៀនគ្រូសរសេរគឺ x បូក x ហ្នឹងដោយសារតែអានេះអាតួមួយគឺដូចគ្នាអញ្ចឹងយើងបានគេអញ្ចឹងនៅពេលដែលយើងសរសេរ x បូក 1x អញ្ចឹងយើងអាចសរសេរគេ 1x បូក 1x ចេះក៏បានដែរអញ្ចឹងវាទៅជា 2x អញ្ចឹងទៅឧទាហរណ៍ថាយើងតាំងអានេះទៅលុយខ្មែរ$ទៅ$1ទៅ$1បូក$1វាទៅជាគិតថា$អញ្ចឹងចុះ$អញ្ចឹងចុះអញ្ចឹងបូកបញ្ចូលគ្នាទៅមិនចេញជា2$អញ្ចឹងណាបាទអញ្ចឹងគឺដូចគ្នាអញ្ចឹងឯងបាទអានេះ m ឃើញមាន5តួ1 2 3 4 5បាទអញ្ចឹងបូកចូលគ្នាឃើញ 5m អានេះ b គឺដូចគ្នាទាំងអស់បូកចូលគ្នាទៅគឺ 7b បាទអានេះ x បូក x 3ដងវាទៅជា 3x កន្លែងណាប្រយ័ត្នច្រឡំអីគេ x បូក x បូក x ទៅជាអីគេ x ស្វ័យគុណ3ខុសណាហ្នឹងព្រោះតែកន្លែងគុណមិនទៅជា x ស្វ័យគុណ3បាទអញ្ចឹងយើងទៅមើលឧទាហរណ៍មួយគឺគណនាផលបូកនៃកន្សោមពេជ្រក្រោមដែលគេឲ្យ 3x បូក2ដក 5x បូក1អញ្ចឹងយើងស៊ីសងអាណាដែលអាណា x យើងស៊ីស 1x មកអីគេដក 3x 3x ដក 5x វាទៅជាដក 2x បាទហើយយើងស៊ីសងលេខមួយលេខទៅ2បូក1គឺ3នឹងឯងបាទអញ្ចឹងតម្លៃកន្សោមពេជ្រគណិតដែល 3x បូក2ដក 5x បូក1ហ្នឹងវាស្មើនឹងដក 2x បូក3ហ្នឹងឯងបាទអញ្ចឹងអាហ្នឹងជាមួយអាហ្នឹងវាតែមួយទេបើសិនបើយើងជួសតម្លៃលេខចូលទៅអាពីរហ្នឹងគឺស្មើគ្នាចំណុចចឹងបាទហ្នឹងហើយ
3.2 គឺការគណនាផលបូកឬក៏ផលដកនៃកន្សោមពេជ្រគណិតហ្នឹងដោយប្រើវិធីដាក់ជាផលគុណកតាបាទដូចជាមិនសូវជាបបាយទេបាទតោះអញ្ចឹងឧទាហរណ៍ថាគេមានកន្សោមពេជ្រគណិត1ដែលតួទី1វាគឺ ax តួទី2វាគឺបូកនឹង bx បាទអញ្ចឹងអាពេលហ្នឹងគឺយើងអាចទៅសេជាបានយើងអាចចាប់ x មកខាងក្រៅអញ្ចឹងនៅសល់គេ a បូក b បាទហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាគេឧទាហរណ៍ថា a យើងស្មើ2 b យើងស្មើ3បន្តអញ្ចឹងយើងយក 2x បូកអីគេ 3x ហ្នឹងវាស្មើអីគេ x 2បូក3អានេះបាន5គឺ 5x ហ្នឹងឯងបាទនេះក៏ 5x ដែរឃើញដូចគ្នាអញ្ចឹងគឺគេអាចប្រើវិធីដាក់ជាផលគុណកតាដើម្បីគណនាផលបូកកន្សោមពេជ្រគណិតដែរនេះគឺកតាទី1នេះកតាទី2គឺគុណគ្នាហ្នឹងឯងគឺផលគុណកតាបាទហ្នឹងហើយអញ្ចឹងហ្នឹងគឺអត់មានអីជាពិបាកទេគ្រាន់ថាឃើញអាណារួមគ្នាបាទយើងយកមកក្រៅមកយើងដាក់កញ្ចក់អញ្ចឹងទៅអញ្ចឹងយើងដក x មកខាងក្រៅនៅសល់គេនៅសល់ a ហើយយើងដក x មកខាងក្រៅនេះហើយនៅសល់គេនៅសល់នេះនៅសល់បូក b អញ្ចឹងបូក b អញ្ចឹងទៅបាទអញ្ចឹងអាហ្នឹងវាស្មើគេ ax បូកជាមួយនឹង bx បាទធ្វើដូចគ្នាដែរចំពោះលក្ខណៈសញ្ញាដកគឺ ax ដក bx ហ្នឹងយើងទាញ x មកក្រៅមកនៅសល់គេនៅសល់ a នេះនៅសល់ដក b អត់មានអីបាក់ទេតោះយើងទៅមើលឧទាហរណ៍មួយអក្សរកគឺ 2x បូកទៅនឹងដក 7x អញ្ចឹងឃើញ x ដូចគ្នានេះបាទអញ្ចឹងអក្សរកហ្នឹងវាស្មើគេយើងទាញ x មកអានេះសល់លេខ2អានេះយើងទាញឲ្យគេយើងទាញ x ទៅក្រៅហើយនៅសល់លេខដក 7បាទអញ្ចឹងស៊ីសងលេខទៅអានេះគឺ x ដក 5វាស្មើនឹងដក 5x ហ្នឹងឯងបាទបើយើងធ្វើធម្មតាក៏បានដែរគឺជា 2x អានេះគុណសញ្ញាទៅជាដក 7x ធ្វើទៅគឺដក 5x ហ្នឹងឯងបាទចុះអានេះបើយើងធ្វើទៅឃើញ0ហ្នឹងឯងគ្រាន់តែយើងត្រូវធ្វើតាមក្បួនគេទៅគឺ 5x ដក 5x x ដូចគ្នាយើងទាញ x មកក្រៅដាក់កញ្ចក់អញ្ចេះហើយយើងសល់ណាខ្លះយើងសល់5ហើយយើងសល់ដក5បាទកុំចោលសញ្ញាគេណាគ្នាដកមកនេះនៅសល់ទាំងដកមកទៀតបាទអានេះគឺ0ហ្នឹងឯង x គុណជាមួយ0គឺស្មើទៅនឹង0អញ្ចឹងកន្លែងក៏មានបញ្ហាទេបាទហ្នឹងហើយជិះនិយាយឡើងវិញមកនៅពេលដែលយើងលេខដូចគ្នាឃើញអថេដូចគ្នាអញ្ចឹងយើងចាប់អថេដូចគ្នារួមមកក្រៅមកនៅសល់ប៉ុន្មានយើងដាក់ក្នុងកញ្ចក់ស៊ីសងលេខតាមហ្នឹងទៅបាទហ្នឹងហើយទៅមើល3.3 ការគណនាផលបូកនិងផលដកកន្សោមពេជ្រគណិតដោយប្រើលក្ខណៈបដុំអញ្ចឹងមេរៀនវាគឺគេនិយាយថាគេអាចបូកឬដកកន្សោមពេជ្រគណិត2ឬច្រើនបាទបើធ្វើការបដុំតួដែលដូចគ្នាហើយធ្វើប្រមាណវិធីបាទអញ្ចឹងយើងមើលឧទាហរណ៍មកទៅនេះគឺគេឲ្យគណនា2កន្សោមពេជ្រគណិត a ដែលស្មើទៅនឹង4x ដក1បូកជាមួយនឹងអីគេដក 3x បូក6តោះយើងមកធ្វើ a មុនមកបាទអញ្ចឹងគឺជំហានទី1គឺយើងលុបកញ្ចក់របស់វាចេញដោយសារតែមានរូបកញ្ចក់អញ្ចឹងត្រូវបបាច់រូបកញ្ចក់ចោលសិនអញ្ចឹងនៅខាងមុខវាមានសញ្ញាគេអ្នកគ្នាគឺសញ្ញាបូកអញ្ចឹងរូបកញ្ចក់គឺសញ្ញានៅដដែលទៅ a វាស្មើទៅនឹង 4x ដក1អញ្ចឹងយើងបបាច់រូបកញ្ចក់ទី1បានហើយចុះរូបកញ្ចក់ទី2ធ្វើមកទៀតរូបកញ្ចក់ទី2យើងមើលសញ្ញាខាងមុខនេះបូកអញ្ចឹងនៅសញ្ញាខាងនោះនៅដដែលគឺដក 3x បូក6បាទហ្នឹងហើយបន្តមកគឺយើងបដុំគ្នានេះយើងបដុំអាតួដែលដូចគ្នាដែលគាត់និយាយមិញណាលោកគ្រូនិយាយធ្វើការបដុំតួដែលដូចគ្នាអញ្ចឹងនេះបាទឃើញទេយើងអាចបដុំអានឹងបាន 4x ដក 3x បូកជាមួយនឹងមែនអញ្ចឹងនៅពេលដែលយើងណាយើងដាក់សញ្ញាបូកមកខាងមុខមក6ដក1ហ្នឹងទៅអញ្ចឹងនេះយើងធ្វើបានហើយដូចមិញអញ្ចឹងយើងអីគេយើងទាញ x មកក្រៅមកនៅសល់4ដក3វា1អញ្ចឹងគឺ x នឹងឯងអានេះបានគឺ5បាទអញ្ចឹងកន្សោមពេជ្រគណិត a របស់យើងធ្វើហើយគឺទី1ក្នុងកញ្ចក់ទី2យើងបដុំអានេះបដុំអានេះមកនេះមកដើម្បីវាស៊ីសងមួយគ្នាបាទស្មើគេ x បូក5ហ្នឹងឯងអញ្ចឹងលំហាត់ប្រភេទហ្នឹងក៏គេអាចនិយាយថាចូលគណិតសម្រួលកន្សោមខាងក្រោមដែរបាទមិនចូលគណនាកន្សោមពេជ្រគណិតខាងក្រោមយើងគឺថាចូលគណិតសម្រួលកន្សោមពេជ្រគណិតខាងក្រោមឲ្យជួយតម្រង់ងាយនឹងឃើញអានេះញ៉ៃណាអានេះមកតា2នឹង x តា2តួនឹង x បូក5អានេះប្រហែលមកកកមកកភ្លុះអញ្ចឹងណាបាទអញ្ចឹងគឺគេសម្រួលឲ្យស្រួលតម្រង់ងាយមកបាទអក្សរ b អ្វីដែលសំខាន់គឺកន្លែងនេះសញ្ញាដកខុសពីសញ្ញាបូកមុនណាបាទតោះ b គឺលុបកញ្ចក់ដែរយើងមើលមុខសញ្ញាបូកអញ្ចឹងអាទី1គឺលុបកញ្ចក់ស្រួលទេគឺ 3x ដក4អញ្ចឹងនៅពេលដែលមានវងកញ្ចក់នៅខាងមុខសញ្ញាដកមុខកញ្ចក់ហ្នឹងគឺខាងនោះដូរសញ្ញាទាំងអស់វាទៅជាដក x បូក7នេះឃើញសញ្ញាមុនបូក x ដក7វាទៅជាដក x បូក7វិញអញ្ចឹងយើងបដូរមកនេះមួយគ្នាមកគឺ 3x ដក x បូកជាមួយនឹងអីគេ7ដក4មកបាទស៊ីសងគ្នាទៅជា 2x អានេះហ្មងបូកទៅនឹង3បាទអញ្ចឹងចំណុចទី 3.3 មានប៉ុណ្្នឹងឯងគឺរងកញ្ចក់ហើយក្រុមតួណាដែលអាចស៊ីសងគ្នាបានមកដុំហើយយើងធ្វើទៅបាទហ្នឹងហើយអញ្ចឹងអ្វីដែលសំខាន់គឺប្រយ័ត្នកន្លែងសញ្ញាដែរហ្នឹងបាទហ្នឹងហើយបាទនៅពេលដែលលុបកញ្ចក់បើយើងលុបសញ្ញាអត់ត្រូវគឺខុសហើយបាទ